ចាសសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានព័ត៌មានមួយដែលនិយាយអំពីរឿងគុណដែលមានចម្លងជើងថាប្រអប់សម្បត្តិចោលតុកមិនតន់ថតចប់ផងជប់លៀងមុនបាត់ចាតួអង្គប្រុសស្រីជាច្រើនអ្នកក្នុងរឿងប្រអប់សម្បត្តិចោលតុកបានជួបជុំគ្នាក្នុងពិធីជប់លៀងមួយកាលពីយប់មិញនៅកាកាស៊ូគិសុបកោះពេជ្រកញ្ញាស៊ុនស៊ីណាជាផលិតករនិងជាអ្នកដឹកនាំរឿងបានមានប្រសាសន៍ថាកម្មវិធីជប់លៀងនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើតចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ធចំពោះគ្នាទៅវិញទៅមករវាងតួអង្គក្នុងរឿងប្រអប់សម្បត្តិចោលតុកហើយកញ្ញាស៊ួងស៊ីណាបានថ្លែងបន្តទៀតថាបងពិតជាមានការធ្វើការជាមួយគ្នាទំនាក់ទំនងនិងមនោសញ្ចេតនាពិតជាសំខាន់ណាស់កាលណាពួកគេមានឱកាសនៅជុំគ្នាបានកាន់តែច្រើនធ្វើឲ្យទំនាក់ទំនងកាន់តែល្អឡើងជាមួយបងក៏ដូចគ្នាបើសិនជាតួអង្គនិងផលិតករកត់ស្គាល់គ្នាកាន់តែជិតស្និទ្ធយើងអាចជួបគ្នាទៅវិញទៅមកបាននៅពេលថតកញ្ញាបន្ថែមទៀតថាចាប់តាំងពីពេលថតរហូតមកដល់ពេលនេះរឿងប្រអប់សម្បត្តិចោលតុកដំណើរការចេញថតបានរយៈពេលជិត1ខែហើយក្នុងនោះរឿងទី2ថតបាន 90% ចំណែកឯរឿងទី1ក៏ចាប់ផ្ដើមថតបន្ទាប់ពីថតចប់រឿងទី2គួរបញ្ជាក់ថារឿងប្រអប់សម្បត្តិចោលតុករឿងទី1មាន30ភាគទី2មាន15ភាគនិងទី3មាន25ភាគរឿងទី4មាន25ភាគនិងរឿងទី5មាន30ភាគក្រោមនេះគ្រាន់តែជាការគ្រោងទុករបស់ពួកគាត់ទេចាគ្រោងទុករបស់ផលិតករទេចានេះគឺជារូបរបស់អ្នកតែនឹងក្រុមថតរឿងដែលមានចំណងជើងថាប្រអប់សម្បត្តិចោលតុកចាគឺមានតួជាច្រើនមែនហើយជាពិសេសគឺសិតតែស្អាតនិងសង្ហាទាំងអស់ចាពេលនេះវីដេអូខ្ញុំសូមបញ្ចប់ត្រឹមនេះសូមអរគុណសូមជម្រាបលា